ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះយើងមកសាកដុតមាន់ស្ពៃក្តោបជាមួយកូកាម្ដងចាចំពោះគ្រឿងផ្សំវិញគឺនឹងខ្ញុំមានមាន់ស្រែបងប្អូនមាន់ស្រែនេះវាអត់សូវធំប្រហែលទេហើយជាមាន់ដែលនឹងខ្ញុំចិញ្ចឹមខ្លួនឯងណាគឺមាន់ធម្មជាតិហើយគ្រឿងផ្សំផ្សេងទៀតមានដូចជាគល់ក្រៃខ្ទឹមសខ្ទឹមក្រហមហើយរំដេងស្លឹកក្រូចសើចហើយនឹងស្ពៃក្តោបបងប្អូនហើយអ្វីដែលយើងទៅដុតជាមួយនឹងគឺយើងទៅប្រើកូកាចាបន្ទាប់មកគឺយើងធ្វើការលាងសម្អាតមាន់របស់យើងនឹងឲ្យបានស្អាតសិនចានៅពេលដែលយើងលាងមាន់រួចហើយយើងធ្វើការរៀបចំគ្រឿងរបស់យើងវិញអញ្ចឹងគ្រឿងរបស់យើងទាំងអស់ហ្នឹងគឺនឹងខ្ញុំត្រូវដំវាឲ្យចេញក្លិនឈ្ងុយសិនណាបងប្អូនមានគល់ក្រៃមានខ្ទឹមសខ្ទឹមក្រហមគឺយើងត្រូវដំវាឲ្យបែកដើម្បីឲ្យវាមានក្លិនឈ្ងុយចាហើយរំដេងវិញក៏យើងត្រូវដំវាដែរដើម្បីឲ្យវាមានក្លិនឈ្ងុយបងប្អូនហើយខ្ទឹមក្រហមនេះគឺនឹងខ្ញុំដំដូចគ្នាដំឲ្យវាបែកទៅគឺវាងាយចូលជាតិគ្នាបានល្អចាហើយក្រោយមកគឺគ្រឿងផ្សំដែលយើងបានដំអំបាញ់មិញនោះគឺយើងយកមកច្របល់គ្រឿងចូលគ្នាបងប្អូនចាឥឡូវយើងធ្វើការបន្ថែមគ្រឿងផ្សំចូលនឹងខ្ញុំដាក់ប្រេងខ្យងស្ករសម្សៅស៊ុបរ៉ូឌីបន្តិចទឹកត្រីបន្តិចបងប្អូនចាបន្ទាប់មកគឺយើងធ្វើការច្របល់គ្រឿងរបស់យើងនឹងឲ្យវាបានចូលជាតិគ្នាសព្វល្អចាហើយគ្រឿងដែលយើងបានច្របល់អំបាញ់មិញហ្នឹងគឺយើងត្រូវយកមកលាបទៅលើសាច់មាន់របស់យើងដើម្បីឲ្យវាចូលជាតិជាមួយសាច់បានល្អចាហើយចំពោះគ្រឿងដែលយើងបានច្របល់អំបាញ់មិញហ្នឹងគឺនឹងខ្ញុំធ្វើការញុកចូលទៅក្នុងមាន់ណាដើម្បីឲ្យយើងដុតទៅធ្វើឲ្យមាន់របស់យើងហ្នឹងកាន់តែមានក្លិនឈ្ងុយណាចាហើយគ្រឿងនឹងដែរគឺនឹងខ្ញុំញុកដល់ពាក់កណ្ដាលទេហើយពាក់កណ្ដាលទៀតនឹងខ្ញុំទុកទ្រាប់បាត់ឆ្នាំងនៅពេលដែលយើងយកមាន់នឹងទៅដុតចានៅពេលដែលយើងញុកគ្រឿងរួចហើយយើងទុកមាន់នោះ15ទៅ20នាទីដើម្បីឲ្យសាច់មាន់របស់យើងនឹងចូលជាតិបានល្អចាបន្ទាប់មកនឹងខ្ញុំធ្វើការរៀបចំឆ្នាំងបងប្អូនហើយគ្រឿងដែលយើងបានសល់អំបាញ់មិញហ្នឹងគឺនឹងខ្ញុំដាក់រៀបនៅលើឆ្នាំងរបស់យើងចាឥឡូវយើងធ្វើការដាក់គ្រឿងដែលសល់អំបាញ់មិញនឹងចូលចាឥឡូវយើងធ្វើការដាក់មាន់របស់យើងចូលទៅហើយយើងយកវាទៅដាក់នៅលើចង្ក្រានដើម្បីយើងចាប់ផ្ដើមធ្វើការដុតវាចាហើយការដុតនេះដែរយើងកុំបើកភ្លើងខ្លាំងពេកយើងបើកភ្លើងហឹមតិចបានហើយដើម្បីឲ្យសាច់មាន់របស់យើងឆ្អិនល្អចាអញ្ចឹងដើម្បីកុំឲ្យខាត់ពេលឆ្លៀតពេលដែលយើងកំពុងតែដុតមាន់នោះយើងឆ្លៀតមកលាងបន្លែរបស់យើងគឺស្ពៃក្តោបហើយចំពោះស្ពៃក្តោបនេះដែរនៅពេលដែលស្រស់គឺយើងឃើញច្រើនតែនៅពេលដែលយើងយកទៅដុតវាស្លោកគឺវាឃើញតែបន្តិចទេអញ្ចឹងបើសិនជាបងប្អូនចូលចិត្តបន្លែច្រើនបងប្អូនដាក់ស្ពៃក្តោបឲ្យច្រើនបន្តិចទៅចាហើយឥឡូវនេះខ្ញុំធ្វើការចាក់ទឹកក្រូចកូការបស់យើងចូលដើម្បីកុំឲ្យមាន់របស់យើងនឹងខ្លោចចាហើយយើងអាសាបើកមើលមាន់របស់យើងណាដើម្បីយើងត្រឡប់ទៅត្រឡប់មកឲ្យមាន់របស់យើងនឹងបានឆ្អិនល្អហើយនឹងមានពណ៌ស្អាតផងដែរចាយើងត្រឡប់ទៅត្រឡប់មករហូតដល់តែមាន់របស់យើងនឹងបានឆ្អិនល្អចានេះសាមាន់របស់យើងជាមាន់ខ្ចីដែរអញ្ចឹងសាច់របស់វាឆាប់ផុយទេគឺយើងដុតតែបន្តិចគឺវាឆ្អិនហើយអញ្ចឹងនៅពេលដែលវាឆ្អិនល្អយើងចាប់ផ្ដើមធ្វើការបន្ថែមស្ពៃក្តោបរបស់យើងនឹងចូលគ្នាឲ្យទៅដើម្បីឲ្យស្ពៃក្តោបរបស់យើងឆ្អិនជាមួយនឹងសាច់មាន់របស់យើងចាពេលដែលយើងចាប់ផ្ដើមដាក់ស្ពៃក្តោបចូលហើយយើងធ្វើការទុកវាមួយសន្ទុះទៀតដើម្បីឲ្យស្ពៃក្តោបរបស់យើងនឹងឆ្អិននិងចូលជាតិជាមួយនឹងគ្រឿងនឹងបានល្អចាឥឡូវឃើញថាស្ពៃក្តោបរបស់យើងនឹងចាប់ផ្ដើមឆ្អិនហើយបើសិនជាបងប្អូនមិនចូលចិត្តវារលួយពេកបងប្អូនអាចដួសទុកស្ពៃក្តោបនឹងមុនបានតែសម្រាប់នាងខ្ញុំគឺនាងខ្ញុំចូលចិត្តស្ពៃក្តោបដែលវារលួយដើម្បីឲ្យវាចូលជាតិជាមួយនឹងទឹកគ្រឿងនឹងបានល្អធ្វើឲ្យស្ពៃក្តោបយើងកាន់តែឆ្ងាញ់ចាឥឡូវឃើញថាមាន់ដុតហើយនឹងស្ពៃក្តោបរបស់យើងនឹងបានឆ្អិនល្អហើយនាងខ្ញុំក៏ធ្វើការដួសវាដាក់ចានណាបងប្អូនចាហើយចំពោះទឹកជ្រលក់វិញគឺនឹងខ្ញុំប្រើទឹកត្រីកោះកុងហើយឥឡូវខ្ញុំធ្វើការហែកសាច់មាន់ហ្នឹងដើម្បីយើងភ្លក់ពីរសជាតិវាទាំងអស់គ្នាចានេះខ្ញុំបានភ្លក់វារួចហើយឃើញថាមាន់ដុតរបស់យើងពិតជាមានរសជាតិឆ្ងាញ់មែនទែនហើយចំពោះស្ពៃក្តោបវិញគឺចូលជាតិគ្នាបានល្អហើយឆ្ងាញ់មែនទែនបងប្អូនចាអញ្ចឹងបងប្អូនកុំភ្លេចសាកល្បងដុតមាន់ស្ពៃក្តោបជាមួយនឹងកូកាបងប្អូនហើយនាងខ្ញុំក៏សូមអរគុណចំពោះការតាមដានទស្សនាវីដេអូរបស់នាងខ្ញុំ